សួស្តីថ្ងៃនេះ franchise talk ចង់នាំអារម្មណ៍អ្នកទាំងអស់គ្នាមកជួបនឹង brand ដ៏ចំណាស់មួយរបស់អាមេរិកដែលគាត់លក់ sandwich chicken sandwich សាំងវិចសាច់មាន់ណាហើយ recipe របស់គាត់នឹងតាំងពីឆ្នាំ1967 brand ហ្នឹងគាត់ឈ្មោះថា chicken fillet ហើយ chicken fillet ហ្នឹងគឺគាត់លក់សាមញ្ញបំផុតហើយឥឡូវនេះគាត់មានចំណាត់ថ្នាក់ទី3នៅអាមេរិកបន្ទាប់ពី McDonald មកបន្ទាប់ពី Subway មកទំនុកចិត្តឈានមុខគេនៃប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយនាំមកជូនដោយ BZ Advisor ហើយគាត់ពង្រីកលឿនហើយ brand នេះគឺមានអាយុកាលតាំងពីឆ្នាំ1967ហើយអ្នកទាំងអស់គ្នាជឿអត់តាំងពីឆ្នាំ1967រហូតមកដល់ឆ្នាំ2023នេះគឺរូបមន្តនៃការលក់សាំងវិចរបស់គេគឺដដែលទន្ទឹមនឹងពេលដែលផ្សឹងតែគ្រប់ brand ទាំងអស់ដូចជា Subway ក្តី KFC ឬក៏ McDonald ក្តីម្នាក់ផ្ដោតទៅលើការពង្រីកមុខម្ហូបបន្ថែមមុខម្ហូបបន្ថែមសាឡាត់បន្ថែម drink ប៉ុន្តែ brand នេះគឺនៅថែរក្សា menu របស់គេដដែលសាមញ្ញបំផុតតូចបំផុតហើយងាយគ្រប់គ្រងគឺ chicken sandwich គឺគេលក់តែ sandwich សាច់មាន់ឯងដែលអត់មានឆ្អឹងគេយកទ្រូងមកប្រឡេះជាមួយម្សៅហើយគេលក់អត់មានឆ្អឹងដោតខ្លាំងទៅលើ recipe របស់គេធ្វើវាឲ្យវាល្អអត់ខ្ចោះបន្ទាប់មកគឺគេលក់ឃើញនៅពេលដែលយើងមានរូបមន្តមួយមាន product មួយដែលល្អអ្នកទាំងអស់គ្នាគេលក់រាប់សិបឆ្នាំគេអត់ខ្លាចនឹងការចាញ់គេសូម្បី McDonald មាន menu មក McDonald menu ច្រើនណា KFC ក៏គេមានមុខម្ហូបច្រើនដែរប៉ុន្តែ brand មួយនេះមាន menu ដែលសាមញ្ញបំផុតហើយរូបមន្តតាំងពី1967មកដល់ឥឡូវទៅជាចំណាត់ថ្នាក់ទី3ហើយអាចនឹងវ៉ា McDonald នៅប្រហែលឆ្នាំទៀតនឹងទៅតាមការ project ទៀតឥឡូវខ្ញុំចង់ចូលដល់អ្វីចំណុចពិសេសនៅក្នុងវីដេអូនេះគឺខ្ញុំចង់លើកពីការរើស franchise របស់គាត់ពេលដែលគាត់បើក franchise គឺគាត់មិនមែនបើកលក្ខណៈបុរាណដូចមុនទេ franchise របស់គាត់នឹងគឺបើកគឺប្រភេទថ្មីគាត់មានរបៀបរើសអ្នកកាន់ franchise គាត់ដែលខ្លាំងមែនទែនហើយតែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាផ្ដោតទៅលើការរើស franchisee របស់គាត់អ្នកណាដែលអាចមកកាន់ franchise របស់គាត់បានពីព្រោះអីវាជាចំណុចពិសេសដែលអ្នកទាំងអស់គ្នាអាចយកវាទៅធ្វើជាមួយនឹងអាជីវកម្មរបស់អ្នកទាំងអស់គ្នាបានអូខេបើសិនជានៅឧទាហរណ៍ថាខ្ញុំនៅអាមេរិកបើសិនជាខ្ញុំចង់បើក franchise របស់ Chicken Fillet គឺទី1ខ្ញុំត្រូវឡើងទៅ apply ទៅលើខ្ញុំត្រូវឡើងទៅចុះឈ្មោះនៅលើ website របស់គេមានក្រុមហ៊ុនធំអញ្ចឹងយើងឡើងទៅចុះឈ្មោះលើក្រុមហ៊ុនរបស់គេថាយើងចង់ដាក់ឈ្មោះបានបើក franchise ហាងរបស់គេហើយអ្នកទាំងអស់គ្នាត្រូវរងចាំឲ្យគេជាអ្នកជ្រើសរើសយើងបើសិនជាយើងអត់ជាប់ទេគឺអត់ជាប់ប៉ុន្តែ process នៃការរងចាំហ្នឹងវាអាចលោដល់2ឆ្នាំអញ្ចឹងគ្រាន់តែចុះឈ្មោះណាវាអាចលោដល់2ឆ្នាំហើយអ្នកទាំងអស់គ្នាដឹងអត់30000នាក់ជាប់តែ 5% ឯងហើយក្រុមហ៊ុនហ្នឹងគេបានដាក់សារមួយមកនិយាយថានៅពេលដែលអ្នកបាន franchise របស់ Fillet នៅពេលដែលអ្នកឯងជាប់ហើយចូលទៅជា franchisee របស់ Chicken Fillet ហ្នឹងអ្នកឯងដូចបានចូលរៀនសាលា Harvard ចឹងខ្លាំងណាស់អ្នកទាំងអស់គ្នានេះគេរើសខ្លាំងជាងកូនសិស្សទៀតកូនសិស្សនៅ Stanford នៅ Harvard គឺអត់រើសសាហាវដល់ប៉ុណ្្នឹងឯងប៉ុន្តែក្រុមហ៊ុននេះរើសអ្នកកាន់ shop របស់គាត់សាហាវហើយគាត់ផ្ដោតទៅលើចំណុចពិសេសគឺគាត់ផ្ដោតទៅលើ leadership បើសិនបើអ្នកនឹងបកកែភាពដឹកនាំបកកែគ្រប់គ្រងមនុស្សហើយបកកែធ្វើឲ្យមនុស្សអាចរីកលូតលាស់បានណាអាចមានចំណេះដឹងច្រើនមិនមែនទៅតែខ្លួនឯងគឺគេនឹងរើសម្នាក់ហើយបុកអ្វីដែលសំខាន់មួយទៀតនៅពេលដែលជាប់ application នឹងហើយឧទាហរណ៍ថា24ខែយើងជាប់ហើយគេឆ្លើយទៅយើងជាប់យើងត្រូវ train 24ខែទៀត train 2ឆ្នាំទៀតនៅក្នុងហាងរបស់គេទើបយើងអាចបើកហាងរបស់គេបានខ្លាំងណាស់អ្នកទាំងអស់គ្នាគឺគេរើសយើងយកមកធ្វើការហ្មងពីព្រោះហេតុផលអីនៅពេលដែលយើងចុះជា franchisee ហើយយើងមានតែ$10000គឺយើងអាចបើកហាងនឹងបានហើយ Chicken Fillet គាត់ចេញទាំងអស់ការបើក chicken shop មួយរបស់គាត់ហ្នឹងហាងនំប៉័ងរបស់គាត់ហ្នឹងពេលដែលបើកហាងសាំងវិចហ្នឹងគឺចាយពី$50000ទៅ$2លានប៉ុន្តែ Chicken Fillet ចេញទាំងអស់តាំងពីមនុស្សតាំងពីសំណង់តាំងពី internet តាំងពី system ស្អីទាំងអស់អ្វីដែលគេចង់បានពីយើងជាប់ application ហ្នឹងហើយយើងធ្វើការ24ខែ trend ចប់ហើយគឺយើងធ្វើការពេញម៉ោងនៅកន្លែងគេហ្មងអត់មានទៅធ្វើការផ្សេងគឺយើងផ្ដោតនៅនឹងហ្មងបន្ទាប់ពីហើយ sell បានគឺគេចែក profit 50% ម្នាក់ដោយសារគេអ្នកចេញថ្លៃសាងសង់ទាំងអស់អញ្ចឹងយើងចេញម៉ោងយើងចេញខ្លួនយើងគឺយើងចេញកម្លាំងរបស់យើងអញ្ចឹងយើងយកកម្លាំងរបស់យើងទៅធ្វើការជាមួយគេយើងចែក profit ម្នាក់ 50% ក្នុងមួយឆ្នាំហាងរបស់គេអាចរកចំណូលបាន$6លានអញ្ចឹងបើសិនជា$6លានចែកគ្នាទៅយើងក៏បាន$3លានដែរហើយយ៉ាងតិចក្នុងហាងរបស់គេមួយឆ្នាំរកបាន$38,000អាហ្នឹងតាមទិន្នន័យដែលខ្ញុំរកបានណា
អញ្ចឹងប្រហែលជាអាចមានទិន្នន័យផ្សេងប៉ុន្តែអ្វីដែលខ្លាំងមែនទែនអ្នកទាំងអស់គ្នាឃើញអត់នៅពេលដែលយើងមាន product ដែលល្អនៅពេលដែលយើងមាន system ខ្លាំងឆ្អឹងខ្នងយើងរឹងមាំយើងអត់ខ្លាចនឹងការបើកទេហើយយើងពង្រីកតាម system របស់យើងយើងអត់ពង្រីកចេះតែទៅពង្រីកទេ system យើងអត់ដួលទេក្នុងមួយឆ្នាំ Chicken Filet នេះគាត់ open គាត់បើកតាម130សាខាអីគាត់អត់បើកដូច McDonald's ឡើងដល់ 22,000 អីសាខាទេគឺគាត់ផ្ដោតមែនទែនគាត់ផ្ដោតទៅលើ service គាត់ផ្ដោតទៅលើអាហារដែលគាត់ផ្ដល់ឲ្យគេនឹងមានគុណភាពប៉ុណ្ណាហើយ service ដែលគាត់ផ្ដល់ឲ្យគេនឹងតែគាត់មានផាសុកភាពប៉ុណ្ណាអញ្ចឹងអ្វីដែលគេផ្ដោតនោះវាត្រូវគេផ្ដោតលើធនធានមនុស្សទៀតអញ្ចឹងអ្នកទាំងអស់គ្នាឃើញអត់តាមពិតក្រុមហ៊ុនហ្នឹងគាត់ invest គាត់វិនិយោគទៅលើមនុស្សតែគឺគាត់វិនិយោគទៅលើម្ចាស់សាខាដែលគាត់មានគាត់យកមនុស្សដែលចង់ធ្វើការមួយគាត់មែនតើដែលចង់បើក brand គាត់មែនតើទើបគេស៊ូបាន2ឆ្នាំហើយ2ឆ្នាំទៀតបើអ្នកមិនស៊ូគេទៅហើយអញ្ចឹងនេះជាចំណុចពិសេសរបស់ Chicken Filet គេនៅដល់ចំណាត់ថ្នាក់ទី3នៅអាមេរិកបានគេគ្រប់គ្រងរាប់ពាន់ហាងបានដោយសារឆ្អឹងខ្នងគេរឿងមុំគេមាន system ត្រឹមត្រូវអ្នកឯងអត់ចាំបាច់ធ្វើអីទេអ្នកឯងអ្វីដែលអ្នកឯងត្រូវមានគឺអ្នកឯងចង់ធ្វើការជាមួយពួកខ្ញុំទឹកចិត្តដែលអ្នកឯងមានអ្នកឯងចេះ leadership អ្នកឯងចេះភាពជាអ្នកដឹកនាំបុគ្គលិកដែលធ្វើការមួយអ្នកឯងត្រូវតែធ្វើការល្អហើយអ្នកឯងចេះគ្រប់គ្រងហាងគឺចប់ហើយអ្នកឯងចូលមកគឺមកធ្វើការជាមួយខ្ញុំហ្មង24ខែហ្នឹងគឺគេ train យើងហ្មងតែក្នុងម្នាក់គេឲ្យយើងបើកតែ3សាខាអ្នកទាំងអស់គ្នាឃើញអត់គឺគេចង់ឲ្យយើងបដោតMcDonald's យើងអាចមានលុយទិញ20សាខាប៉ុន្តែនៅនេះទូមានលុយក៏ទិញអត់បានដែរអញ្ចឹងវាជាចំណុចពិសេសរបស់ Chicken Filet Chicken Filet ចាត្រូវយល់ការបើក franchise មិនមែនយើងគេមានលុយគេចេះមកទិញហើយយើងលក់ឲ្យគេយើងត្រូវចេះស្រឡាញ់ brand យើងតាមពិតChicken Filet នេះគឺគាត់ធ្វើរាល់ថ្ងៃនេះមាន system ទាំងអស់នឹងឯងដោយសារតែគាត់ value គាត់ឲ្យតម្លៃទៅលើ brand របស់គាត់ខ្លាំងមែនទែន brand របស់គាត់ឲ្យមានតម្លៃខ្ពស់រាល់ថ្ងៃហ្នឹងដោយសារហេតុផលអីដោយសារតែគាត់មានទិសដៅច្បាស់លាស់ដោយសារតែគាត់ set ច្បាស់លាស់ថាគាត់ចង់បានអីគាត់ត្រូវការអីអញ្ចឹងចង់ចេញ franchise បានតើមានឆ្អឹងខ្នងរឹងមាំដូចគេអត់មានអីច្បាស់លាស់ទេយើងចេះតែលក់បើកព្រាមលក់ព្រាមក៏យើងលក់អត់កើតដែរ franchise អត់មានចេះតែលក់ទេពីព្រោះនៅពេលដែលយើងបើកហាងទៅហាងយើងបិទវានឹងប៉ះពាល់ដល់ brand របស់យើងនៅពេលដែលហាងនឹងលក់ខាតវានឹងប៉ះពាល់ដល់ brand របស់យើងអញ្ចឹងការបើក franchise មួយនៅពេលដែលយើងរកដៃគូ franchise យើងត្រូវមានទិសដៅឲ្យច្បាស់លាស់តែមិនអញ្ចឹងទេ brand យើងទោះបីជាប្រហែលឆ្នាំ60ឆ្នាំហើយក៏នៅខូចដែរអរគុណច្រើនទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាបានយល់ពីរបៀបការបើក franchise នឹងការជ្រើស franchise របស់ Chicken Filet brand អាមេរិកមួយនេះដែលមានចំណាត់ថ្នាក់ទី3នៅអាមេរិកធ្វើ research បន្ថែមបើសិនជាយើងចង់ដឹងឬមួយក៏ដាក់សំណួរមកខាងក្រៅខ្ញុំអាចឆ្លើយក៏បានដែរកម្មវិធីគ្រប់គ្រងអាជីវកម្មបែប Digital ស្រួលបំផុតដែលអ្នកមិនធ្លាប់មាន Easy Accounting Software ពី BZ Advisor